ឥឡូវយើងមកស្គាល់អំពីប្រភេទមនុស្សតុកសិកទាំងអស់គ្នាអញ្ចឹងមនុស្សប្រភេទទី1អាចនិយាយបានថាគាត់ជាមនុស្សខ្សែលើឬក៏គាត់តែងតែដាក់តម្រូវការរបស់គាត់ជាធំបើគាត់ចង់បានអីហើយគាត់ត្រូវតែបានហើយយើងស្គាល់គាត់ដំបូងគឺយើងទទួលបានប្រយោជន៍ពីគាត់ដែរអញ្ចឹងទៅចំណងតំណងដូចល្អដែរយើងសប្បាយចិត្តដែរខ្ញុំឧទាហរណ៍សាមញ្ញមួយថាគាត់ទៅហាងអាហារតាមពិតគាត់បានណាត់ឬក៏គាត់អត់បានកក់តុកទុកមុនទេអញ្ចឹងទៅដល់អត់មានកន្លែងអង្គុយប៉ុន្តែគាត់ប្រកែកនិយាយខ្លាំងមែនតើនិយាយជាមួយខាងបុគ្គលិកនៅក្នុងហាងហ្នឹងរហូតតតែគាត់បានកន្លែងអង្គុយពិតមែនអញ្ចឹងយើងស្គាល់គាត់ដំបូងដូចម្យ៉ាងដែរព្រោះយើងទទួលបានប្រយោជន៍ពីគាត់ខ្លះដែរប៉ុន្តែនៅពេលដែលស្គាល់គ្នាយូរទៅគឺគាត់មិនមែនអញ្ចឹងដាក់តែអ្នកដតីទេគឺជាមួយយើងក៏គាត់អញ្ចឹងដែរគាត់តែងតែទៀមទាអ្វីដែលជាប្រយោជន៍ឬក៏សុំយើងរហូតខ្ញុំឧទាហរណ៍សាមញ្ញថាសុំខ្ចីលុយឬក៏ពេលខ្លះទៅញ៉ាំកាហ្វេទៅញ៉ាំបាយទៅមើលកត់នេះគឺគាត់ថាយើងចេញមុនសិនទៅយើងម្ដងមកការយើងអត់អីទេប៉ុន្តែដល់ពេលស្គាល់គាត់យូរយើងរៀងទើសតជាមួយគាត់ដែរយើងមានអារម្មណ៍ថារៀងមានសម្ពាធតែយើងពិបាកបដិសេធនៅក្នុងចំណងតំណងមួយហ្នឹងគឺដំបូងយើងរៀងសប្បាយចិត្តប៉ុន្តែដល់ពេលយូរទៅដូចយើងទើសតខ្លាំងមែនទែនព្រោះគាត់តែងតែព្យាយាមយកប្រយោជន៍ពីយើងប៉ុន្តែនៅពេលដែលយើងត្រូវការអីមួយយើងពឹងគាត់គឺគាត់រវល់គាត់ថាទេគឺពឹងគាត់អត់ដែរបានទេហើយបើសិនជាមានម្ដងដែលយើងហ៊ានបដិសេធអត់ជួយឬក៏អត់ផ្ដល់អ្វីទៅតាមតម្រូវការរបស់គាត់ណាយើងនឹងខ្លាចទៅជាមនុស្សម្នាក់ដែលអាក្រក់នៅក្នុងចិត្តរបស់គាត់បំផុតប្រភេទទី2ជាមនុស្សម្នាក់ដែលបើយើងមើលឲ្យជ្រៅទៅគឺគាត់គិតថាខ្លួនឯងអត់មានតម្លៃអញ្ចឹងដើម្បីឲ្យអ្នកដតីគេទទួលស្គាល់គេឲ្យតម្លៃរបស់គាត់គិតថាបើសិនជាមានរបស់សម្ភារៈនិយមខាងក្រៅខ្លួនប្រហែលជាទទួលបានការគោរពការឲ្យតម្លៃពីអ្នកដតីបើយើងថាយើងមានអីយើងនិយាយពីរបស់អីមួយគឺគាត់ទាញប្រធានបទរបស់គាត់ចូលមកដែរគាត់ថាគាត់មានអាហ្នឹងគាត់ស្គាល់ម្នាក់ហ្នឹងគាត់ចេះគាត់ចុះអីចឹងទៅប្រភេទមនុស្សទី3គឺជាមនុស្សដែលគាត់ប្រកាន់ឬក៏គាត់ជឿអីមួយហើយយើងមិនបាច់ទៅដូរការគិតរបស់គាត់ទេបើសិនជាយើងនិយាយអីប៉ះពាល់ឬក៏យើងជឿខុសពីគាត់យើងមានការគិតមួយដែលផ្សេងពីគាត់ណាគឺនិយាយប្រកែកដាច់មាត់ចោលគឺថាយើងអត់អាចទៅផ្លាស់ប្ដូរការគិតរបស់គាត់បានហ្មងដល់ពេលអញ្ចឹងទៅគឺបើដំបូងមកករណីមករឿងពីររឿងអត់អីទេប៉ុន្តែខ្ញុំសង្កេតមើលឲ្យតែជែកជាមួយគាត់គឺគាត់ជាមនុស្សអញ្ចឹងហ្មងគឺគាត់ត្រូវតែត្រូវអ្វីដែលគាត់ចូលចិត្តអ្វីដែលគាត់គិតថាល្អយើងត្រូវតែយល់ស្របតាមបើមិនយល់ស្របតាមទេគឺប្រកែកញ៉ាញដាក់គ្នាឬក៏ពេលខ្លះគឺនិយាយពិបាកចូលគ្នាខ្លាំងមែនតើថាតែគាត់ជាមនុស្សបែបហ្នឹងប្រភេទមនុស្សទី4អាចថាជាមនុស្សដែលប្រកែកនិយាយក៏ប្លែកដំបូងយើងសប្បាយចិត្តដែរនៅពេលដែលស្គាល់គាត់ប៉ុន្តែនិយាយចូលនិយាយឡើងយូរទៅគាត់ចូលចិត្ត bully អ្នកដទៃជាពិសេសគឺជួនកាលនៅក្នុងចំណោមមនុស្សច្រើនគាត់ bully យើងនឹងហ្មង bully ទៅលើរាងកាយទៅលើរូបរាងខាងក្រៅទៅលើចំណុចខ្សោយណាមួយរបស់យើងដែលយើងធ្លាប់ចែកម្លែកឲ្យគាត់ដឹងគាត់យកទៅនិយាយជាសាធារណៈហើយគាត់សោកសប្បាយយើងអត់សប្បាយជាមួយការ bully របស់គាត់ទេប៉ុន្តែយើងទើសតល់ព្រោះគិតថាជាមិត្តភក្តិហើយយើងអត់សូវហ៊ាននិយាយទេយើងពេលខ្លះញឹមមកគេមកឯងតែតាពិតនៅក្នុងចិត្តរបស់យើងគឺយើងទើសទាល់ខ្លាំងមែនតើប្រភេទមនុស្សមួយទៀតគឺជាមនុស្សដែលត្រូវការអាណិតអាសូរពីអ្នកដទៃមិនមែនមានន័យថាយើងមិនអាណិតអាសូរចំពោះរឿងរបស់គាត់ទេប៉ុន្តែជួនកាលអាតម្រូវការរបស់គាត់ហ្នឹងគឺវាលើសលប់ខ្លាំងពេករបៀបថាបើនៅចិត្តគាត់ហ្នឹងគឺគាត់ល្អពីបញ្ហាជីវិតរបស់គាត់រហូតជួបគ្នា10ដងនិយាយ10ដងល្អហើយបន្ទោសអ្នកដទៃទៀតប៉ុន្តែសង្កេតឃើញថាមួយរយៈពេលដែលស្គាល់គ្នា 4-5 ឆ្នាំហ្នឹងយើងអត់ឃើញថាគាត់បានប្រឹងប្រែងស្វះស្វែងធ្វើអីដើម្បីកែប្រែជីវិតរបស់ខ្លួនឯងក្រៅតែពីការអង្គុយចុះល្អហើយទៀមទាការអាណិតអាសូរពីអ្នកដទៃករណីប្រភេទមនុស្សខ្លះទៀតគឺគាត់ជាមនុស្សម្នាក់ដែលប្រកែ manipulate ឬក៏បើនៅក្នុងចិត្តសាស្ត្រគេហៅថាហ្នឹងជាចិត្តសាស្ត្រងងឹតហ្នឹងបងប្អូនគ្នាមានន័យថាគាត់ប្រកែបោកបញ្ឆោតប្រកែនិយាយបងប្អូនគ្នាឧទាហរណ៍សាមញ្ញមួយថាគាត់ដឹងចំណុចខ្សោយរបស់យើងគឺយើងជាមនុស្សម្នាក់ដែលចូលចិត្តធ្វើការងារសង្គមយើងចូលចិត្តជួយសង្គមអីចឹងទៅអញ្ចឹងនៅពេលដែលគាត់ចង់បានប្រយោជន៍អីមួយយ៉ាងពីយើងគាត់ដឹងចំណុចខ្សោយរបស់យើងគាត់លើកយក
រឿងការជួយសង្គមអីនិយាយគាត់ចង់ជួយសង្គមដែរគាត់ចេះចុះអញ្ចឹងទៅអញ្ចឹងដំបូងយើងស្ដាប់គាត់ទៅមានអារម្មណ៍ថាមានគោលដៅតែមួយជាមួយគ្នាចង់ជួយសង្គមអីចឹងប៉ុន្តែស្គាល់នេះយូរទៅមិនមែនហងគាត់យកអាការងារជួយសង្គមហ្នឹងមកបាំងមុខធ្វើរឿងផ្សេងដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់អីចឹងទៅ